នេះគឺជាសាច់រឿងមួយដែលបានកើតឡើងជាយូរណាស់មកហើយគឺស្ថិតនៅក្នុងខេត្តកំពង់ស្ពឺស្ថិតនៅភូមិព្រៃខ្លាតែខ្ញុំមិនដឹងថាសប្តាហ៍ថ្ងៃនេះភូមិនោះបដូរឈ្មោះឬយ៉ាងណាខ្ញុំបានមិនដឹងនោះទេតែឪពុកខ្ញុំបានប្រាប់ថាពីមុនគឺគេហៅបែបនេះឪពុករបស់ខ្ញុំបានប្រាប់ទៀតថាតាឈឿននេះគាត់មិនធម្មតានោះទេគាត់គឺជាគ្រូអាគមម្នាក់ដែលរៀននៅមន្តអាគមចេះយ៉ាងស្ទាត់ជំនាញប្រភេទមន្តអាគមដែលគាត់រៀនភាគច្រើនគឺរៀននៅក្នុងព្រៃហើយថែមទាំងមានយ័ន្តស័ក្តិសិទ្ធិសាក់ជាប់នឹងខ្លួនថែមទៀតផងហើយគាត់ជាមនុស្សម្នាក់ដែលមានម្រាមជើងរហូតទៅដល់6តែមានតែម្ខាងតែប៉ុណ្ណោះគឺជើងខាងឆ្វេងនិយាយឲ្យស្រួលស្ដាប់ទៅគាត់ត្រូវជាជីតារបស់ខ្ញុំប្រវត្តិរបស់គាត់ខ្ញុំសង្ខេបត្រឹមតែប៉ុណ្្នឹងនោះទេចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាអោះចូលទៅស្ដាប់ទាំងអស់គ្នាកាលដែលតាឈឿនមានអាយុ18ឆ្នាំពេលដែលគាត់ត្រឡប់មកពីមើលគោវិញចៃដនមិត្តភ័ក្តិឪពុករបស់គាត់ក៏មកលេងផ្ទះមិត្តភ័ក្តិរបស់ឪពុកគាត់មកលេងនេះគឺដោយសារតែគាត់ខានជួបគ្នាយូរណាស់មកហើយការដែលពួកគាត់ស្គាល់គ្នាគឺចាប់ផ្ដើមពីការជួយជីវិតគ្នាទៅវិញទៅមកនៅក្នុងភ្លើងសង្គ្រាមហើយគាត់ថែមទាំងមានវិជាស្បែកគង់ទៀតផងពេលដែលពួកគាត់កំពុងអង្គុយផឹកតែនៅមុខផ្ទះនោះតាឈឿនគាត់ក៏ដើរមកជម្រាបសួរអ៊ំប្រុសដោយមនុស្សមាននិស្ស័យជាមួយគ្នាផងគាត់ក៏សុំបណ្ដោះបណ្ដាវិជាអាគមនេះទៅកាន់តាឈឿនដំបូងឡើយគឺផ្ដើមចេញពីការសម្លឹងឃើញម្រាមជើងរបស់តាឈឿនរួមជាមួយនឹងក្រសែភ្នែករបស់គាត់មានប្រសាសន៍ថាតាឈឿននេះជាមនុស្សរិស័យខ្ពស់ណាស់ថ្ងៃអនាគតនឹងមានមនុស្សពឹងពាក់ច្រើនឪពុករបស់គាត់យល់សត្វការគាត់ជួបបារីបណ្ដាក៏និយាយទៅមិត្តភ័ក្តិថាបើវាមាននិស្ស័យយកវាទៅរៀននឹងអប់រំចុះអញមិនថាអីទេអញបន់ឲ្យតែវាខ្លាចជាមនុស្សដែលជួយដោះទុក្ខធុរៈគេបាននោះទេឪពុកម្ដាយណាក៏ចង់ឃើញកូនខ្លាចជាមនុស្សល្អនិងជាមនុស្សដែលគេគោរពស្រឡាញ់ច្រើនដែរតាឈឿនដោយស្ដាប់តាមឪពុកណាមួយគាត់ស្រឡាញ់ខាងវិជាសាស្ត្រសាស្ត្រផងគាត់ក៏យល់ព្រមនៅយប់ដែលសម្លាញ់ឪពុកគាត់មកលេងនោះតាឈឿនក៏ទៅសរសៀចិត្តគ្រូហើយក៏សួរលោកគ្រូថាពេលរៀននឹងមានខ្មោចដងខ្មោចអីអត់លោកគ្រូរបៀបថាគាត់សួរបញ្ជាក់លោកគ្រូក៏តបថាចាំមើលឡើងទៅដល់ភ្នំអរ៉ាល់ជាមួយអញទៅគឺដឹងហើយវាមានអាលើខ្មោចទៀតតាឈឿនដោយយល់គាត់មិនមាត់ទេគាត់ក៏ចុះទៅសម្រាកនៅខាងក្រោមផ្ទះណាមួយបានមើលគោក្របីផងព្រោះចំនួននោះមានចោរលួចគោក្របីច្រើនណាស់ពេលដែលគាត់កំពុងតែដេកនោះស្រាប់តែគាត់ឮសំឡេងដូចជាមានកណ្ដឹងគោដើរជុំវិញផ្ទះទាំងដែលគោរបស់គាត់គ្មានកណ្ដឹងនោះទេគាត់ក៏ភ្ញាក់ហើយដើរមើលជុំវិញផ្ទះតែគ្មានឃើញម្ចាស់សំឡេងនោះឡើយពេលដែលរៀបនឹងដេកគាត់ក៏ឃើញមិត្តភ័ក្តិរបស់ឪពុកគាត់ចុះមកពីលើផ្ទះទាំងដៃកាន់ចង្កៀងមួយហើយគាត់ក៏ទៅឈរនៅមុខផ្ទះតាឈឿនគាត់មិនមកនោះទេគាត់ក៏ធ្វើជាដេកលក់រួចគាត់ក៏បើកភ្នែកមើលតិចលួចមើលចង់ដឹងថាតើលោកតាម្នាក់នោះគាត់ចុះមកធ្វើអ្វីមួយសន្ទុះគាត់ថាមិត្តភ័ក្តិរបស់ឪពុកគាត់ក៏និយាយតិចម្នាក់ឯងគាត់បាននិយាយថាខ្ញុំមកលេងផ្ទះខ្លាចខ្ញុំទេខ្ញុំមិនមានបំណងចង់មកកំចាត់អ្នកណានៅក្នុងភូមិនេះឡើយមួយសន្ទុះគាត់ក៏ឃើញសត្វគោមួយក្បាលធំណាស់រត់មកពីចម្ងាយសម្ដៅមកជួលលោកគ្រូតែមានអីគ្រាន់តែរត់មកដល់គាត់ក៏លូកចូលហោប៉ៅទាញរូបសូនរបស់គាត់ចេញមកនិងបោះទៅលើដីហើយក៏កាត់ទៅជាសត្វដំរីក្បាល3មួយក្បាលហើយដំរីក្បាល3នោះក៏ស្ទុះទៅជន់គោនោះរលាយបាត់ទៅតាឈឿនគាត់ថាពេលនោះគាត់ព្រឺអស់ហើយព្រោះនេះជាលើកទី1ក្នុងឆាកជីវិតដែលគាត់បានឃើញរឿងបែបនេះតែអ្វីដែលគាត់ឆ្ងល់សំឡេងប្រយុទ្ធគ្នានោះហេតុអ្វីក៏គ្មានអ្នកឮឬក៏ចុះមកមើលអញ្ចឹងគាត់ថាសំឡេងនោះលឺណាស់ក្រោយពីសម្លាប់សត្វគោនោះទៅលោកគ្រូនោះគាត់ក៏ឡើងមកលើផ្ទះវិញហើយតាឈឿនពេលនោះបានត្រឹមតែដេកភ័យនៅលើគ្រែក្រោមផ្ទះដោយមិនហ៊ានឡើងទៅប្រាប់ឪពុកម្ដាយនោះទេព្រឹកឡើងពេលដែលកំពុងហូបបបរត្រីងៀតជុំគ្នានោះលោកគ្រូក៏លាន់មាត់ថាអាខ្លើយប់មិញមានភ្ញៀវមកលេងដល់ផ្ទះឯងតែម្ដងអញគ្រាន់តែមកលេងផ្ទះឯងមួយយប់សោះធ្វើដូចអញទៅដណ្ដើមបាយវាស៊ីអញ្ចឹងឪពុករបស់គាត់បានត្រឹមតែញញឹមព្រោះយល់អ្វីដែលខ្លាចគាត់និយាយចំណែកតាឈឿនវិញដោយគាត់នៅក្មេងគាត់មិនហ៊ានលូកមាត់ពេលបាយទឹកនោះទេហើយគាត់ក៏បានលាក់រឿងការប្រយុទ្ធមិញហើយគាត់ក៏មានអារម្មណ៍ថាកាន់តែចង់រៀននៅមន្តអាគមនេះកាន់តែខ្លាំងដល់ឃើញស្នាដៃរបស់គ្រូពិតជាមិនធម្មតាឡើយពេលហូបបាយរួចគាត់ក៏ចេញដំណើរទៅជាមួយលោកគ្រូដោយសុំរទេះអ្នករកឃ្មុំទៅជាមួយដំបូងគាត់គិតថានៅឲ្យបាន 4-5 ថ្ងៃសិនតែដោយសារតែគាត់មិនចង់មានរឿងជាមួយគ្រូអាគមមួយចំនួននៅក្នុងភូមិនេះទើបគាត់សម្រេចចិត្តថាចេញទៅនៅពេលហ្នឹងហើយនៅតាមផ្លូវតាឈឿនតែងតែសួរនេះសួរនោះរហូតតែលោកគ្រូដូចជាមិនសូវជាចង់ឆ្លើយនោះទេគាត់ដូចជាចង់លាក់បាំងសិនហើយនឹងគាត់ចាំទៅដល់អាស្រមរបស់គាត់សិនចាំគាត់ឆ្លើយសំណួរក៏អាចថាបានណាមួយដោយសារតែខ្លាចម្ចាស់រទេះគោដឹងថាគាត់ចេះវិជាអីអញ្ចឹងទៅព្រោះការពីយប់មិញគាត់ក៏ដឹងដែរថាតាឈឿនបានលួចមើលគាត់លោកគ្រូក៏សួរទៅអ្នករកឃ្មុំថា
ទៅម្នាក់ឯងអញ្ចឹងអត់ខ្លាចពេកអីលោកប្អូនអ្នករកឃ្មុំក៏តបថាខ្លាចអីបងខ្ញុំឡើងភ្នំនឹងច្រើនឆ្នាំដែរហើយអត់ដែលឃើញខ្មោចព្រាយស្អីផងពីច្រើនឃើញតែខ្លាដំបងឃើញតែត្រកួតធំអីហ្នឹងលោកគ្រូក៏ឆ្លើយថាអូចង់និយាយពីអាខ្លាដំបងកន្ទុយខ្លីនឹងមែនទេអាហ្នឹងខ្ញុំឃើញតែញយដែរហ្នឹងតែបើតាមខ្ញុំដឹងអាហ្នឹងដូចជារបស់ម្ចាស់ព្រៃយ៉ាងម៉េចទេគឺគាត់ចង់សម្ដៅទៅលើខ្លារបស់អ្នកតាហើយអ្នករកឃ្មុំក៏តបថាមិនបានបងឯងដឹងខ្ញុំអត់ទាន់ប្រាប់ផងលោកគ្រូគាត់ក៏សើចចំណែកតាឈឿនវិញក៏ភ្ញាក់ផ្អើលដែរពេលឮបែបនេះបុរសនោះក៏សួរថាបងឯងជាគ្រូអាគមមែនទេបានចេះអានចិត្តខ្ញុំពេលនោះលោកគ្រូក៏សើចហើយក៏តបថាមិនមែនទេលោកប្អូនគឺដោយសារតែអាខ្លាដំបងកតុយខ្លីហ្នឹងវាឧស្សាហ៍បង្ហាញខ្លួនពេកទើបខ្ញុំនិយាយបែបនេះតែសម្រាប់តាឈឿនវិញគាត់ដឹងច្បាស់ណាស់ថាគ្រូរបស់គាត់ជាមនុស្សបែបណាកំឡុងពេលជិះចេញពីផ្ទះរបស់តាឈឿនសំដៅទៅភ្នំអារ៉ាល់គឺចំណាយពេលរហូតដល់ម៉ោង 9 យប់បានទៅដល់ជើងភ្នំដោយសារតែគោវាត្រូវការស៊ីស្មៅទើបពួកគាត់ឧស្សាហ៍ឈប់ឲ្យវាសម្រាកអីចឹងទៅនៅទីនោះគឺមានផ្ទះរបស់អ្នកភូមិប្រហែលជា10គ្រួសារក្នុងពេលនោះបើសិនជាលោកគ្រូគាត់មកវិញម្នាក់ឯងប្រហែលជាគាត់ធ្វើដំណើរចេញទៅហើយតែដោយសារពេលនោះតាឈឿនគាត់ទៅជាមួយទើបលោកគ្រូសម្រេចចិត្តថាទៅសម្រាកផ្ទះបងប្អូនគាត់ដែលនៅក្នុងភូមិតូចនោះពេលដែលទៅដល់ម្នាក់ពិតជាសប្បាយចិត្តណាស់ពេលឃើញគាត់ទៅលេងដោយសារតែលោកនៅលើភ្នំច្រើនឆ្នាំហើយមិនដែលមកលេងកូនចៅទេពេលនេះលោកចុះមកម្នាក់ពិតជាសប្បាយចិត្តណាស់អ្នកផ្ទះនោះដោយទៅតែហូបបាយហើយផងរួចក៏អស់មកហូបបុរសដែលជាម្ចាស់ផ្ទះក៏ប្រើកូនឲ្យទៅលើគ្រូមើលក្រែងលោបានកូនត្រីនិងយកមកស្លម្ជូរស្លឹកអំពិលជូនលោកគ្រូហត់ឲ្យមានកម្លាំងលោកគ្រូថាមិនអីទេដួសតែបាយមកហើយមានឪឡឹកឬក៏ផ្លែទៀបទេយកមកគាត់ហូបជាមួយបាយលោកគ្រូក៏សួរទៅតាឈឿនថាចេះហូបបាយជាមួយឪឡឹកទេគាត់ក៏និយាយថាចេះតែលោកគ្រូខ្ញុំឧស្សាហ៍ហូបនៅចំការដែរហ្នឹងរួចគាត់ក៏សួររកម្ចាស់រទេះគោតែតាឈឿនប្រាប់ថាគាត់ទៅតែចេញទៅអំបញ្ញមិញហ្នឹងគាត់ថាគាត់ប្រញាប់អត់បានលាលោកគ្រូទេពេលនោះលោកគ្រូក៏ដកដង្ហើមធំព្រោះខ្លាចគាត់ចេញទៅពេលយប់ប្រឡប់មានបញ្ហាគាត់រកតែគាត់ឲ្យនៅសម្រាប់សិនមិនទាន់ពេលដែលលោកគ្រូជាមួយតាឈឿនហូបបាយហើយម្ចាស់ផ្ទះក៏សួរដំណើរដើមតងដែលលោកគ្រូចុះពីលើភ្នំក្រោយពីនិយាយគ្នាមួយសន្ទុះទើបតាឈឿនដឹងថាគ្រូរបស់គាត់គឺជាខ្មែរលើគឺជាខ្មែរដើមម្ចាស់ផ្ទះក្រោយពីដឹងពីគោលបំណងលោកគ្រូគេក៏ប្រាប់ថាបើអញ្ចឹងខ្ញុំសូមផ្ញើកូនប្រុសមួយផងឲ្យទៅរៀនចំណេះដឹងនឹងគេតាមពិតទៅគាត់ចង់នាំកូនឲ្យទៅរៀនជាមួយលោកគ្រូយូរមកហើយតែដោយសារមិនអាចទៅចោលស្រែចម្ការបានទើបចេះតែចាំពីមួយឆ្នាំទៅមួយឆ្នាំលោកគ្រូក៏បានប្រាប់ថាបើគ្នាមាននិស្ស័យឲ្យគ្នាទៅរៀនទៅអញក៏មិនបង្ខំដែរក្រែងវាចេះវាអីអាចដោះទុកទុរៈនៅស្រុកអ្នកភូមិបានពេលនោះលោកគ្រូក៏សួរថាតើកូនមួយណាដែរដែលឯងចង់ឲ្យទៅរៀនគាត់សួរបែបនេះដោយសារបុរសនោះមានកូនប្រុសរហូតដល់3នាក់បុរសនោះក៏និយាយថាគឺអាដួងកូនច្បងខ្ញុំនឹងឯងលោកបងតាឈឿនក្រោយពីឮបែបនេះគាត់ក៏រៀនសប្បាយចិត្តព្រោះតែប៉ុណ្នេះបានគ្នាទៅរៀនជាមួយហើយគឺមិនរៀនម្នាក់ឯងនោះទេពេលនេះខ្ញុំសូមហៅកូនសិស្សរបស់លោកគ្រូទាំងពីរថាតាដួងនិងតាឈឿនព្រោះអនាគតលោកទាំងពីរថ្ងៃមុខគឺមិនធម្មតានោះឡើយលោកគ្រូពេលនោះក៏ហៅតាដួងជាមួយតាឈឿនឲ្យមកអង្គុយជិតគ្នាគាត់ក៏លូកដៃចូលថងយាមរបស់គាត់នៅពេលដែលគាត់ដកចេញមកវិញគឺជាខ្សែករុំដោយកថានិងខ្សែដៃរុំដោយកថាដូចគ្នាគាត់ដកមកហើយគាត់ក៏ឲ្យអ្នកទាំងពីរពាក់ម្នាក់មួយខ្សែគាត់ឲ្យតាឈឿនពាក់ខ្សែដៃចំណែកតាដួងពាក់ខ្សែកគាត់ឲ្យពាក់នេះគឺដើម្បីឲ្យពួកគាត់ទាំងពីរនាក់អាចរស់នៅលើភ្នំជាមួយគាត់ចុះព្រោះនៅលើភ្នំដូចបងប្អូនបានដឹងស្រាប់ហើយបើសិនជាអ្នកចាញ់ច្រាបគឺនៅមិនបានយូរឡើយច្បាស់ជាឈឺឬក៏មានការលងបន្លាចពីពពួកព្រាយបិសាចចាក់ជាមិនខានពេលឲ្យហើយគាត់ក៏ប្រើឲ្យតាដួងទៅរៀបចំអីវ៉ាន់ទៅព្រោះស្អែកត្រូវឡើងទៅជាមួយគាត់តាដួងដោយជាមនុស្សមាននិស្ស័យខាងវិជ្ជាសិលសាស្ត្រដូចតាឈឿនដែរគាត់ពិតជាសប្បាយចិត្តណាស់គាត់ក៏ទៅរៀបខោអាវនៅពេលយប់ហើយពេលព្រឹកចូលមកដល់ពេលហូបអាហាររួចពួកគាត់ទាំង3នាក់ក៏នាំគ្នាធ្វើដំណើរឡើងទៅតែម្ដងបញ្ជាក់អាស្រមរបស់លោកគ្រូមិនដល់កំពូលភ្នំទេចម្ងាយពីជើងភ្នំទៅគឺមានរយៈចម្ងាយតែ20គីឡូដីតែប៉ុណ្ណោះតែពិតជាចម្លែកណាស់តាឈឿនប្រាប់ថាចម្ងាយនោះបើចេញទៅពីព្រឹកគឺពេលយប់បានទៅដល់ព្រោះតាមមើលទៅព្រៃភ្នំនៅចំនួននោះគឺក្រាស់ខ្លាំងណាស់ពេលខ្លះក៏ជួបហ្វូងជ្រូកព្រៃពេលខ្លះល្មូនធំវាកាត់ផ្លូវតែគេមិនធ្វើអ្វីគាត់នោះទេសត្វទាំងនោះដូចជាខ្លាចនៅរត់អំណាចអ្វីមួយយ៉ាងដើរបានពាក់កណ្ដាលផ្លូវគាត់ក៏ជួបជាមួយនឹងបុរសដែលជាអ្នករកឃ្មុំបុរសនោះក៏បានរៀបបាយឲ្យពួកគាត់ហូបដោយយកឃ្មុំនោះទៅផ្ងំជាមួយបាយហើយអ្វីបានជាគាត់រៀបចំដោយយកចិត្តទុកដាក់បែបនេះព្រោះគាត់ដឹងថាលោកគ្រូម្នាក់នេះមិនធម្មតាទេហើយថែមទាំងមិនចេះអួតអាងទៀតហូបបាយរួចគាត់ក៏ចេញដំណើរទៅបន្តមុននឹងចេញទៅគាត់ក៏ផ្ដាំបុរសនោះឲ្យប្រយ័ត្នខ្លួនផង
រួចលោកក៏ដកយកប្រទាលមួយដើមឲ្យទៅបរោះនោះទុកការពារខ្លួនពេលដើរយូរទៅកូនសិស្សទាំងពីរនាក់ក៏ហត់ពេលនោះលោកគ្រូគាត់ក៏ប្រាប់ថាឲ្យតាដួងជាមួយតាឈឿនកាន់ជាយអាវរបស់គាត់ទៅហើយបិទភ្នែកផងចាំគាត់ឲ្យបើកចាំបើកគាត់ថាមិនដល់1នាទីផងពេលដែលគាត់ឲ្យបើកភ្នែកវិញគាត់ក៏មកដល់អាស្រមបាត់កូនសិស្សទាំងពីរបោះរោមតាំងពីក្បាលរហូតដល់ចុងជើងព្រោះថានេះជារឿងមិនគួរឲ្យជឿឡើយតាមពិតទៅបើតាមគាត់ចាំគឺនៅសល់15គីឡូដីទៀតឯណោះទើបបានមកដល់តែនេះមិនដល់1នាទីផងហើយពេលដែលមកដល់ម៉ោងទៅតែ4ល្ងាចតែប៉ុណ្ណោះតាដួងក៏សួរទៅលោកគ្រូថានេះមែនទេជាអាស្រមរបស់លោកអ៊ំគាត់ហៅលោកអ៊ំដោយសារតែគាត់ជាមួយលោកគ្រូជាប់ខ្សែស្រឡាយគ្នាលោកគ្រូគាត់ក៏ប្រាប់ថាអើនឹងហើយមើលយកអីវ៉ាន់ទៅទុកទៅអញទៅរកអីឲ្យពួកឯងហូបនិយាយបានតែប៉ុណ្នេះគាត់ក៏ដើរទៅក្រោយអាស្រមបាត់ចំណែកតាឈឿននិងតាដួងគាត់ក៏នាំគ្នាយកខោអាវទៅទុករួចក៏មកអង្គុយជជែកគ្នាលេងពីនេះពីនោះតាមពិតទៅតាឈឿនគឺមានអាយុបងតាដួងរហូតទៅដល់3ឆ្នាំតែពួកគាត់ក៏មិនប្រកាន់គ្នាដែរហើយចាប់តាំងតែពីពេលនោះមកពួកគាត់ក៏រាប់គ្នាជាមិត្តសម្លាញ់ឪពុកខ្ញុំប្រាប់បន្តថាតាមពិតទៅតាដួងគឺគាត់កើតនៅស្រុកសរិនតែដោយសារឪពុកម្ដាយរបស់គាត់ផ្លាស់ប្ដូរទីលំនៅទើបគាត់មករស់នៅខេត្តកំពង់ស្ពឺនេះមូលហេតុអ្វីបានជាគាត់ផ្លាស់ប្ដូរទីលំនៅគឺឪពុកខ្ញុំមិនបានប្រាប់នោះទេព្រោះឪពុកខ្ញុំស្និទ្ធជាមួយនឹងតាឈឿនជាងព្រោះតាឈឿនជាឪពុកក្មេករបស់ឪពុកខ្ញុំហើយនេះគ្រាន់តែជាការសង្ខេបខ្លីៗពីជីវប្រវត្តិរបស់លោកតាទាំងពីរតែប៉ុណ្ណោះបន្តិចទៀតនឹងចូលទៅដល់សាច់រឿងសំខាន់ហើយថ្ងៃរៀនដំបូងលោកគ្រូរបស់គាត់ឲ្យតាដួងជាមួយតាឈឿនដើរទៅលអាងភ្នំមួយដែលស្ថិតនៅមិនឆ្ងាយពីអាស្រមនេះប៉ុន្មានទេនៅទីនោះគឺមានដើមជ្រៃ2ដើមដុះភ្ជាប់គ្នាធំណាស់មុននឹងទៅលោកគ្រូបាននិយាយទៅកាន់លោកទាំងពីរថាពួកឯងត្រូវសមាធិរងាប់អារម្មណ៍នៅទីនោះចំនួន1យប់1ថ្ងៃទោះឮសំឡេងអ្វីក៏ដោយដាច់ខាតកុំចេញពីលអាងភ្នំនោះហើយនៅពេលយប់អ្វីដែលពួកឯងបានឃើញគឺគ្រាន់តែជារូបភាពបំភាន់ភ្នែករបស់ព្រាយបិសាចតែប៉ុណ្ណោះចំណែកអាហារហូបចុកចាំព្រឹកឡើងថ្ងៃរះផុតដើមជ្រៃទាំងពីរដើមនោះចាំយើងយកទៅឲ្យតែបើរះមិនទាន់ផុតទេគឺមិនមែនយើងជាអ្នកយកទៅឡើយគាត់និយាយបែបនេះព្រោះដើមជ្រៃនោះវាដុះនៅនឹងមាត់លអាងតែម្ដងហើយសំណួរដែលតាដួងសួរទៅលោកគ្រូទី1តើពួកខ្ញុំមានអ្វីការពារខ្លួនទៅទី2ហេតុអ្វីបានជាត្រូវសមាធិទី3បើសិនជាមានរឿងមិនស្រួលខ្លាំងតើគួរធ្វើយ៉ាងណាលោកគ្រូក៏ឆ្លើយទៅកូនសិស្សទាំងញញឹមថារបស់ដែលការពារខ្លួនពួកឯងគឺចិត្តស្ងប់ហើយការសមាធិនឹងហើយគឺជាការធ្វើឲ្យចិត្តរបស់ពួកឯងស្ងប់គឺធ្វើយ៉ាងណាវឹកហាត់ឲ្យអំណាចផ្លូវចិត្តរបស់ឯងខ្លាំងចំណែកសំណួរចុងក្រោយរបស់ឯងនេះយើងសូមនិយាយនិងធានាថាគ្មានអ្វីអាចធ្វើបាបពួកឯងបានទេដរាបណាពួកឯងមិនចាក់ចេញពីលអាងមុនពេលកំណត់ក្រោយពីយល់អ្វីដែលលោកគ្រូមានប្រសាសន៍ហើយពួកគាត់គឺត្រូវតម្រូវឲ្យស្លៀកពាក់សទាំងអស់ហើយពេលល្ងាចនោះលោកគ្រូបាននាំពួកគាត់ទៅលអាងភ្នំនោះនៅម៉ោងប្រហែលជា4ល្ងាចដោយពួកគាត់កាន់នៅចន្លោះដែលមិនទាន់ឆេះទៅម្នាក់មួយពេលដែលទៅដល់មាត់លអាងលោកគ្រូក៏ចង្អុលប្រាប់កន្លែងដែលពួកគាត់ត្រូវអង្គុយតាំងសមាធិនៅពេលយប់មុននឹងគាត់ចេញទៅគាត់ក៏បានដុតចន្លោះទុកនៅមាត់លអាងរួចលោកគ្រូគាត់ក៏យកខ្សែអំបោះសក្នុងថង់យាមរបស់គាត់រុំជារង្វង់សីមាការពារជុំវិញក្នុងលអាងដែលពួកគាត់កំពុងតែអង្គុយពេលនិយាយផ្ដាំរួចគាត់ក៏ធ្វើដំណើរចាក់ចេញទៅទុកឲ្យសិស្ស2នាក់គឺនៅទីនេះនៅក្នុងយប់នោះពួកគាត់ទាំងពីរប្រាប់ថានៅក្នុងលអាងនេះត្រជាក់ខ្លាំងណាស់ឮតែសំឡេងសត្វប្រចៀវសត្វជ្រឹងហោះទៅវិញទៅមករហូតពេលដែលនៅដំបូងមិនទាន់មានរឿងអ្វីកើតឡើងនោះទេគឺពួកគាត់ថាបរិយាកាសគឺធម្មតាតែចូលដល់ពាក់កណ្ដាលទៀតគាត់ថាសំឡេងសត្វដែលនៅក្នុងព្រៃដែលពួកគាត់បានឮនោះស្រាប់តែស្ងាត់បន្ទាប់មកក៏បានឃើញស្រមោលសត្វជើង4ដើរកាត់មាត់លអាងស្រមោលនោះវាជះមកដោយពន្លឺភ្លើងចន្លោះនោះពួកគាត់មិនហ៊ានបើកភ្នែកមើលនោះទេបានត្រឹមតែបើកភ្នែកតិចមើលតែដោយចាំនៅសម្ដីរបស់គ្រូពួកគាត់ក៏តាំងអារម្មណ៍ឡើងវិញផុតពីនោះទៅក៏ស្រាប់តែឮសំឡេងឪពុករបស់តាដួងស្រែកថាអាដួងឯងនៅឯណាអាដួងឯងនៅឯណាអូនឯងខ្លាស៊ីបាត់ហើយទៅជួយវាផងដំបូងតាដួងរៀងបែកអារម្មណ៍ហើយក៏ប្រុងនឹងចេញទៅតែក៏ត្រូវបានតាឈឿនចាប់ដៃជាប់ហើយនិយាយតិចថានេះមិនមែនជាសំឡេងពុកឯងទេលោកគ្រូប្រាប់ថាវាជាសំឡេងព្រាយព្រៃតែប៉ុណ្ណោះតាដួងដកដង្ហើមធំហើយក៏អង្គុយចុះវិញរួចពួកគាត់ក៏ដកដង្ហើមចេញចូលហើយក៏បិទភ្នែកបន្តមកទៀតគាត់ក៏ស្រាប់តែឮសំឡេងក្មេងសើចសំឡេងនោះដូចជាមានក្មេងមួយក្រុមកំពុងតែរត់ប្រឡាយគ្នានៅមុខលអាងនឹងទៅវិញទៅមកពេលវារត់ចេញទៅបាត់បន្ទាប់មកក៏ឮសំឡេងដូចជាមានមនុស្សនិយាយគ្នាតែភាសានោះគាត់ស្ដាប់មិនសូវយល់ឡើយពួកគេនិយាយហើយគេក៏ទៅបាត់ទៀតបន្ទាប់មកព្រៃក៏ចាប់ផ្ដើមស្ងាត់កាន់តែខ្លាំង
ពួកគាត់កាន់តែយល់ពីអ្វីដែលលោកគ្រូបានផ្ដាំថាអំណាចផ្លូវចិត្តនេះគឺសំខាន់ណាស់ពួកគាត់បានរំងាប់អារម្មណ៍បានសឹងតែ80%បន្ទាប់មកពេលដែលមេឃជិតភ្លឺម៉ោងប្រហែលជា3យប់ក៏ស្រាប់តែឮសំឡេងខ្លាក្រហមឡើងពេញព្រៃរបៀបថាដូចជាមានអ្នកណាបានបង្ករបួសស្នាមឬក៏វាកំពុងប្រយុទ្ធជាមួយនឹងអ្វីអញ្ចឹងបន្ទាប់មកស្រាប់តែឮសំឡេងគ្រាប់កាំភ្លើងផាំងតែពួកគាត់នៅតែអាចទប់ស្មារតីជាប់ពួកគាត់នៅរហូតដល់ឮសំឡេងលោកគ្រូរបស់គាត់ស្រែកហៅបន្ទាប់មកគាត់ក៏បើកភ្នែកសម្លឹងទៅមុខទើបដឹងថាមេឃបានភ្លឺទៅហើយសម្លឹងមើលទៅថ្ងៃក៏រះផុតដើមជ្រៃពួកគាត់ក៏ចេញទៅក្រៅដើម្បីជួបលោកគ្រូពេលដែលចេញទៅក្រៅក៏បានឃើញលោកគ្រូកាន់នៅបាយម្ហូបដើម្បីយកមកឲ្យពួកគាត់ពិតជាសប្បាយចិត្តណាស់ព្រោះពោះកំពុងតែឃ្លានផងពេលដែលកំពុងតែហូបនោះលោកគ្រូក៏បានសួរថាយប់មិញពួកឯងបានឃើញអ្វីចម្លែកទេតាដួងក៏បានប្រាប់ថាអត់បានឃើញទេលោកគ្រូតែឮជាសំឡេងតើវាជាអ្វីទៅលោកគ្រូក៏បានប្រាប់ថាពួកវាគឺជាខ្មោចព្រាយអនាថាដែលចាំយកជីវិតមនុស្សនៅក្នុងព្រៃនេះសំណាងហើយដែលពួកឯងមិនចេញទៅខាងក្រៅកុំអីវាស៊ីពោះវៀនពួកឯងផងក៏មិនដឹងតាដួងឮបែបនេះក៏រៀងអួលបាយបន្ទាប់មកតាឈឿនក៏និយាយថាប្រសាសន៍លោកគ្រូពិតជាត្រូវណាស់សំខាន់គឺអំណាចផ្លូវចិត្តខ្ញុំយល់ច្បាស់ហើយអំពីរបៀបប្រើអារម្មណ៍ហើយតើពួកខ្ញុំគួរធ្វើអ្វីបន្តទៅលោកគ្រូញញឹមហើយក៏តបថាចាំដល់ថ្ងៃកំណត់យើងនឹងមកយកពួកឯងទៅវិញគឺនៅព្រឹកស្អែកឯនេះជាយប់ចុងក្រោយហើយធ្វើយ៉ាងណាកុំចេញពីលអាងឲ្យសោះបើអាយុពួកឯងថ្លៃពួកឯងនឹងរួចផុតតែបើអត់ពួកឯងនឹងក្លាយទៅជាបរិវាររបស់ពួកវាផងក៏មិនដឹងមួយសន្ទុះក្រោយមកកំពុងតែនិយាយគ្នានោះក៏ស្រាប់តែបានឃើញអ្នករកឃ្មុំរត់មកដល់ទីនេះហើយថែមទាំងមានសភាពដូចជាត្រូវបានអ្វីម្យ៉ាងវាប្រហារអញ្ចឹងពេលដែលមកដល់គាត់ក៏ស្រែកថាជួយផងខ្លាធំណាស់ជួយផងលោកគ្រូគាត់មើលគាត់ដឹងថាបរិះនេះអាចនឹងខុសមាត់ខុសកពេលដែលនៅតាមផ្លូវមកជាមួយគាត់បរិះនេះបាននិយាយអំពីរឿងសัตว์របស់អ្នកតាជាមួយគាត់នោះរួចលោកគ្រូក៏បានប្រាប់ថាមិនអីទេសម្រួលអារម្មណ៍ហើយទៅអាស្រមជាមួយគាត់ចំណែកតាដួងនិងតាឈឿនត្រូវទៅតាមគាត់សិនចាំថ្ងៃបន្តិចចាំគាត់ជូនមកមាត់លអាងវិញគឺត្រូវជួយគ្រាបរិះនេះទៅអាស្រមរបស់គាត់ព្រោះមើលទៅគេគ្មានកម្លាំងកំហែងឡើយពេលដែលទៅដល់អាស្រមបរិះនោះក៏សន្លប់ឈឹងមើលទៅគេអស់កម្លាំងខ្លាំងណាស់លោកគ្រូក៏បានជូតខ្លួនឲ្យគេនិងយកថ្នាំរបស់គាត់ដែលបុកហើយយកមកលាបលើរបួសរបស់បរិះនោះតិចៗដើម្បីឲ្យស្ពឹកសាច់រួចគាត់ក៏ឲ្យកូនសិស្សពីរនាក់នេះជួយបុកថ្នាំឲ្យគាត់បន្តពេលដែលបរិះនោះដឹងខ្លួនឡើងមានកម្លាំងតិចៗលោកគ្រូក៏បញ្ច្រកទឹកឲ្យគេផឹករួចគាត់ក៏សួរថាតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាមានសភាពបែបនេះគឺគាត់សួរបញ្ជាក់ទៅកាន់បរិះនោះដើម្បីឲ្យដឹងរឿងកាន់តែច្បាស់បរិះនោះក៏បានប្រាប់ថាជំនាញគាត់កំពុងតែដេកនៅលើថ្នាក់ព្រោះអីគាត់នៅដល់រៀងយប់ពេកគាត់មិនអាចត្រឡប់ទៅកន្លែងរទេះគោបានទេតែមុននឹងមកគាត់បានចងគោរបស់គាត់នៅក្បែរមាត់ផ្លូវដែរព្រោះនៅទីនោះមានប្រភពទឹកមានអីអាចឲ្យគាត់ចងគោនៅបានប្រហែលថ្ងៃទើបគាត់មិនសូវបារម្ភដល់យប់ខ្លាំងមែនទែនគាត់ក៏ឡើងទៅលើថ្នាក់ដែលសង់ហើយការពីល្ងាចចំពោះថ្នាក់មួយនៅម្នាក់ឯងគឺមិនសូវពិបាកធ្វើនោះទេទើបគាត់សង់បានលឿនហើយខ្ញុំភ្លេចប្រាប់បរិះនោះក៏មានកាំភ្លើងអាការឆ្នៃមួយដើមនៅជាប់ខ្លួនដោយសារតែគាត់ទៅណាមកណាម្នាក់ឯងដូចនេះគាត់តែងតែស្ពាយជាប់ខ្លួនរហូតពេលដែលគាត់កំពុងតែនៅសុកស្រាប់តែមេឃត្រជាក់ខុសពីធម្មតាបន្ទាប់មកគាត់ក៏ស្រាប់តែឮសំឡេងស្រែកថាជួយផងបងជួយផងគាត់ប្រឹងសម្លឹងមើលទៅទើបស្គាល់នារីម្នាក់នោះគឺជាប្រពន្ធរបស់គាត់ដំបូងគាត់គិតដែរថាវាមិនដែរទេប្រពន្ធរបស់គាត់នៅឆ្ងាយណាស់គេមិនអាចមកទីនេះបានឡើយណាមួយគាត់ជាអ្នករកឃ្មុំគាត់ជួបអស់ហើយរឿងបែបនេះគាត់មិនបានជឿនោះទេគាត់ក៏បាននិយាយទៅកាន់គេថាតើឯងជាអ្នកណាហេតុអីក៏បន្លំខ្លួនធ្វើជាប្រពន្ធយើងពេលនោះរូបរាងដែលជាប្រពន្ធគាត់នោះក៏បានតបថាគឺខ្ញុំជាប្រពន្ធរបស់បងឯងនឹងហើយមិនបានបងឯងសួរអញ្ចឹងបរិះនោះក៏តបទៅវិញថាបើជាប្រពន្ធយើងមែនតើប្រពន្ធយើងឈ្មោះអ្វីពេលនោះវាក៏ឈប់និយាយនិងទម្លាក់ទឹកមុខនិងសម្លឹងមកគាត់ដោយកំហឹងហើយក៏ប្រែខ្លួនខ្លាចទៅជាសត្វខ្លាមួយក្បាលយ៉ាងធំពេលនោះវាក៏បានដើរក្រឡឹងដើមឈើដែលគាត់នៅនោះមួយជុំគាត់សម្លឹងមើលយូរទៅដឹងថាវាជាអាខ្លាកន្ទុយខ្លីនោះវាបំរុងនឹងឡើងមកខាងលើដើមឈើដែរតែក៏ត្រូវបានគាត់បាញ់មួយគ្រាប់ចំខ្លួនរបស់វាក៏ថយក្រោយបន្តិចហើយក៏ដើរចូលទៅក្នុងកំពូលព្រៃវិញបាត់គាត់ពិតជាឆ្ងល់ណាស់ម្លេចបានជាវាទៅវិញអញ្ចឹងគាត់ក៏ផ្អែកខ្លួនទៅដើមឈើទាំងបែកញើសប៉ិនគ្រាប់ពោតព្រោះគាត់ភ័យពេកបន្ទាប់មកគាត់ក៏ចាំមើលថាវាត្រឡប់មកវិញឬក៏អត់តែដូចជាមិនបានឃើញវាត្រឡប់មកវិញនោះទេគាត់ចាំរហូតដល់ម៉ោង3រំលងអាធ្រាត្ររហូតគាត់ងងុយគេងពេកគាត់ក៏ចូលទៅគេងលុះរហូតដល់ព្រឹកឡើងថ្ងៃរះមកគាត់ក៏ក្រោករៀងយឺតបន្តិចដោយសារតែការពីយប់គាត់មិនបានដេកពេញភ្នែកនោះទេក្រោយមកគាត់សម្លឹងមើលទៅទស្សនវិជ្ជាជុំវិញខ្លួនដូចជាមិនមានរឿងអ្វីចម្លែកឡើយ
រួចគាត់ក៏ចុះមកខាងក្រោមដើម្បីមើលអីវ៉ាន់របស់គាត់ចង់ដឹងថាមានខូចខាតអ្វីឬក៏អត់ព្រោះការប្រយុទ្ធមិញអាខ្លាមួយក្បាលនោះវារត់ជន់ឡើងពេញនឹងមិនដឹងថាវាជន់ប៉ះអ្វីខ្លះនោះទេមិនស្រួលក្រពុកតែខ្មុំគាត់អស់ទៀតពេលដែលគាត់កំពុងតែដើរប្រមូលអីវ៉ាន់នោះស្រាប់តែឮសំឡេងក្រហមគាត់ដឹងច្បាស់ណាស់ប្រកាសជាវាចាំវាប្រហារគាត់ពេលដែលគាត់ភ្លេចខ្លួនគាត់ក៏ស្ទុះមួយទំហឹងដើម្បីឡើងទៅលើដើមឈើវិញតែក៏ត្រូវបានខ្លាមួយក្បាលនោះទះគាត់ឡើងធ្លាក់មកខាងក្រោមគាត់ក៏ព្យាយាមរត់តែកំឡុងពេលរត់នោះគាត់ត្រូវបានវាទះត្រូវមួយដៃទៀតធ្វើឲ្យគាត់ដួលគាត់សម្លឹងឃើញឈើស្រួចមួយដើមនៅជិតខ្លួនគាត់ក៏ស្ទុះទៅទាញវាដើម្បីតតាំងជាមួយខ្លានោះបើតាមគាត់និយាយមើលទៅវាដូចជាខ្លាចគាត់វិញព្រោះអីធម្មតាព្រាយខ្លាឬក៏ខ្លារបស់អ្នកតាពេលថ្ងៃវាមិនមានរត់នោះទេទើបបានជាវាដកថយគាត់និយាយបែបនេះគឺនៅពេលដែលគាត់លើកឈើស្រួចមកវាក៏ក្រហមតិចតិចហើយវាក៏រត់បកក្រោយទៅបាត់មិនដឹងថាវារត់ទៅណានោះទេព្រោះវារត់លឿនណាស់វាហក់ឡើងថ្មហើយក៏ទៅបាត់លោកគ្រូក្រោយពីស្ដាប់រឿងនេះគាត់ដឹងថាមកពីអាយុរបស់បរិសម្នាក់នេះមិនទាន់អស់ណាមួយគាត់ជាមនុស្សល្អផងបើសិនជាគាត់ជាមនុស្សចិត្តអាក្រក់មិនមែនគាត់ឲ្យលោកគ្រូជិះរទេះគោមកជាមួយនឹងរៀបបាយរៀបអីឲ្យគាត់ហូបនោះទេទេវតាតាមថែតែមនុស្សល្អតែប៉ុណ្ណោះពេលនោះលោកគ្រូក៏បានប្រាប់ថាមិនអីទេចាំស្រួលខ្លួនចាំត្រឡប់ទៅវិញព្រោះគោរបស់លោកប្អូនឯងក៏វាមិនបានបាត់ទៅណាដែរដេកនៅទីនេះមួយយប់សិនទៅចាំស្អែកចាំខ្ញុំជូនទៅកន្លែងដាក់អីវ៉ាន់វិញគាត់គឺចង់សម្ដៅទៅកន្លែងធ្នាក់នោះឯងលុះរហូតដល់ម៉ោង3ជាងលោកគ្រូក៏នាំតាដួងនិងតាឈឿនទៅកន្លែងលអាងវិញដើម្បីសមាធិបន្តនៅយប់ទី2នោះមិនសូវជាមានបញ្ហារឿងបាច់អារម្មណ៍ឡើយដែលសារតែបានការណែនាំពីលោកគ្រូកាលពីថ្ងៃនិងគាត់បានប្រាប់ពីបាលីគាថាប៉ុន្មានម៉ាត់មកកាន់ពួកគាត់ពេលដែលជួបគ្រោះថ្នាក់អាសន្នខ្លាំងគឺត្រូវតែសូត្រវាគាត់ថាដូចសពមួយដងនៅក្នុងលអាងពេលយប់ឬតែសំឡេងសត្វប្រជៀវហោះនិងសំឡេងសត្វមួយចំនួនដែលបានដើរកាត់មុខលអាងនោះបងប្អូនសាកសម័យរូបភាពក្មេងជំទង់2នាក់មកអង្គុយក្នុងលអាងភ្នំដោយមានពន្លឺភ្លើងចន្លោះជុំវិញវាពិតជាគួរឲ្យព្រឺឆ្អឹងក្នុងខ្លាំងណាស់គាត់ថាមួយសន្ទុះក្រោយមកក៏សត្វតែឮសំឡេងដូចជាមានអ្វីលោតនៅមុខលអាងពេលដែលគាត់បើកភ្នែកមើលតិចៗគាត់ថាវាដូចជាបាវច្រកស្រូវអញ្ចឹងវាលោតផ្លោតនៅខាងមុខលអាងពេលដែលវាទៅផុតគាត់ថាក៏ស្រាប់តែឮសំឡេងខ្លាការពីយប់មិញក្រហមដដែលហើយគាត់ក៏នឹកឃើញថាការពីយប់មិញពេលដែលវាចេញទៅនោះប្រហែលជាវាទៅតាមយាយអ្នករកឃ្មុំទើបត្រូវបានគេបាញ់មួយគ្រាប់តែលើកនេះវាមកទៀតហើយគាត់ថាគ្រប់សំឡេងទាំងអស់ពួកគាត់មិនខ្លាចទេតែបែរជាមកព្រឺនៅពេលឮសំឡេងវាដូចជាខ្លាសិលយ៉ាងម៉េចទេតាដួងគាត់មានបំណងនៅក្នុងចិត្តគាត់មួយគាត់ថាសត្វខ្លាមួយក្បាលនេះពេលដែលគាត់រៀនចេះពេលណាគាត់នឹងមកបងក្រាបមិនខានព្រោះបើសិនជាវាជារបស់អ្នកតាមែនមិនមែនវាចង់ស៊ីអ្នករកឃ្មុំនោះទេច្បាស់ណាស់ពីមុនវាប្រកាសជាធ្លាប់ស៊ីសាកសពមនុស្សឬក៏ខំអ្នកណាម្នាក់ចាក់ជាមិនខានព្រោះប្រភេទព្រាយខ្លានេះឪពុករបស់គាត់ក៏ធ្លាប់ប្រាប់ការពីគាត់នៅផ្ទះដែរគឺវាបែបនេះឯងគាត់បាននិយាយបន្តថាបន្ទាប់ពីវាឈប់ក្រហមវាក៏ធ្វើជាសម្លេងដូចជាអ្នករកឃ្មុំម្នាក់នោះអញ្ចឹងហើយវាស្រែកមកថាអាប្អូន2នាក់នៅខាងក្នុងពួកឯងចេញមកខាងក្រៅបន្តិចមកលោកគ្រូរបស់ឯងខ្លាខំបាត់ហើយចេញមកយើងតទល់ជាមួយវាមិនឈ្នះទេតែវាមិនដឹងទេថាក្មេងវ័យជំទង់2នាក់នេះឆ្លាតណាស់គេដឹងយ៉ាងច្បាស់ថាសម្លេងនោះជារបស់អ្នកណាពួកគាត់ទ្រាំស្ដាប់មិនឆ្លើយរហូតដល់ថ្ងៃរះផុតចុងដើមជ្រៃទើបពួកគាត់បើកភ្នែកពេលដែលគាត់បើកភ្នែកគាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងព្រោះនៅនឹងមុខពួកគាត់មានគម្ពីរបុរាណនៅនឹងមុខម្នាក់មួយពួកគាត់ក៏សម្លឹងមើលមុខគ្នាហើយក៏ចាប់កាន់ដើរសម្ដែងមុខខាងក្រៅគិតថានឹងយករឿងនេះទៅសួរលោកគ្រូព្រោះខ្លាចពេលដែលពួកគាត់កំពុងសមាធិនោះលោកគ្រូយកវាមកដាក់នៅនឹងមុខពួកគាត់ពេលដែលចេញមកខាងក្រៅគាត់ក៏បានជួបលោកគ្រូនៅក្បែរដើមជ្រៃនោះគាត់កំពុងរៀបចំបាយឲ្យសិស្សតាឈឿនគាត់ក៏ទៅជួយលោកគ្រូភ្លាមពេលដែលកំពុងហូបបាយជុំគ្នានោះពួកគាត់ក៏សួរទៅកាន់លោកគ្រូថាលោកគ្រូតើគម្ពីរនេះលោកគ្រូជាអ្នកយកមកឲ្យពួកខ្ញុំមែនទេហេតុអ្វីមិនចាំទៅដល់អាស្រមទៅលោកគ្រូញញឹមហើយក៏សម្លឹងទៅមើលមាត់លអាងនោះគាត់ក៏និយាយតិចថាលោកគ្រូជាអ្នកយកទៅដាក់មើលទៅគាត់ដូចជាចង់លាក់បាំងរឿងអ្វីមួយតែបើតាមខ្ញុំគិតវាប្រកាសជាអ្នកដែលនៅក្នុងលអាងនោះទេដែលជាអ្នកឲ្យពួកគាត់ទាំងពីរពេលដែលទៅដល់អាស្រមវិញឃើញថាអ្នករកឃ្មុំនោះបានចេញទៅបាត់ហើយពេលសួរលោកគ្រូគាត់ថាគេចេញទៅតាំងពីមុនលោកគ្រូយកបាយទៅឲ្យពួកឯងទៅទៀតគេថាគេទៅម្នាក់ឯងក៏បានប្រហែលជាគេបារម្ភពីគោរបស់គេហើយតាមមើលហើយក្រោយមកលោកគ្រូក៏ចាប់ផ្ដើមសាក់ឲ្យពួកគាត់នៅខាងក្រោយខ្នងនិងបង្រៀនវិជ្ជាសពសារពើទៅកាន់ពួកគាត់ទាំងរបៀបផ្សំថ្នាំរបៀបជាព្រានព្រៃរបៀបបញ្ចុះក្របអាគមរបៀបមើលហោរាសាស្ត្រនិងរបៀបមើលតារាសាស្ត្រថែមទាំងវិជ្ជាបំរុំទឹកបំរុំដីថែមទៀតផងពួកគាត់រៀនរយៈពេល1ឆ្នាំពេញទើបចេះហើយមុននឹងពួកគាត់លាគ្រូត្រឡប់មកវិញគ្រូរបស់គាត់មិនកាន់ត្រណមខ្លាំងពេកនោះទេគាត់ហាមតែជេរម្ដាយគេហាមយកប្រពន្ធគេតែប៉ុណ្្នឹងឯងព្រោះគាត់ស្គាល់ចរិតកូនសិស្ស2នាក់នេះច្បាស់ណាស់គេមិនផ្ដេសផ្ដាស់ឡើយ
ដែលផ្ដាំរួចពួកគាត់ក៏ធ្វើដំណើរចុះពីលើភ្នំដើម្បីទៅផ្ទះតែក្នុងពេលនោះតាដួងនិយាយទៅកាន់តាឈឿនថានៅលេងផ្ទះគ្នាមួយអាទិត្យអីសិនទៅចាំត្រឡប់ទៅផ្ទះឯងព្រោះអីផ្ទះពួកគាត់ទាំងពីរនៅមិនឆ្ងាយគ្នាប៉ុន្មាននោះទេគឺប្រហែលជា30គីឡូដីតែសម្រាប់ចំនួននោះអាចរាប់បានថាឆ្ងាយគួរសមតាឈឿនក៏យល់ព្រមហើយនិយាយទៅតាដួងវិញថាហើយចាំទៅលេងផ្ទះគ្នាវិញនិយាយគ្នារួចពួកគាត់ក៏ចុះពីលើភ្នំទៅខ្ញុំភ្លេចប្រាប់ពេលដែលចុះមកនោះលោកគ្រូបានប្រគល់កាំបិតស្នៀតឲ្យម្នាក់មួយដើមថែមទៀតផងរួមទាំងរបស់ដែលពួកគាត់រកបាននៅក្នុងព្រៃឡើងច្រើននៅក្នុងថង់យាមរបស់ពួកគាត់ទាំងពីរនិយាយទៅគឺច្រើនខ្លាំងណាស់គាត់រាប់មិនអស់នោះឡើយពេលដែលមកដល់ស្រុកភូមិវិញអ្នកភូមិមើលទៅតាដួងសឹងមិនស្គាល់ដោយសារគាត់សក់រាងវែងនិងរាងចាស់ទុំជាងមុនតែទោះត្រង់ថាពួកគាត់មិនស្លៀកពាក់មើលទៅដូចជាគ្រូអាគមអីនោះទេមើលទៅសាមញ្ញម្ដាយឪពុករបស់គាត់ពិតជាអ្នកកូនខ្លាំងណាស់ជាពិសេសគឺប្អូនប្រុសរបស់គាត់ពេលនោះឪពុករបស់គាត់ក៏ប្រាប់ឲ្យពួកគាត់ទាំងពីរទៅសម្រាកនៅផ្ទះខាងក្រោយពេលដែលតាដួងចេញទៅរៀននោះឪពុករបស់គាត់ជាមួយនឹងអ្នកភូមិ 4-5 នាក់បានឡើងទៅកាប់ឈើនៅជើងភ្នំទើបគាត់បានឈើយកមកសង់ផ្ទះបែបនេះព្រោះគិតថាសល់ដីទំនេរចោលខាងក្រោយទើបគាត់សង់បានផ្ទះតូចមួយណាមួយទុកពេលកូនចុះមកពីរៀនត្រូវរៀបអាសនៈអីផងព្រោះមិនចង់ឲ្យរៀបនៅលើផ្ទះមេគ្រួសារព្រោះផ្ទះនោះពួកគាត់នៅពីអ្នកប្តីប្រពន្ធខ្លាចគ្រូកូនប្រកាន់អីចឹងទៅពួកគាត់បាននិយាយថាពេលនោះពួកគាត់ក៏បានយកអីវ៉ាន់ទៅដាក់នៅលើផ្ទះនោះនិងនាំគ្នាងូតទឹកសម្អាតខ្លួនជាធម្មតាពេលងូតទឹករួចម៉ោងក៏រៀងយប់ទៅហើយពួកគាត់ក៏ដើរមកហូបបាយជុំគ្នានៅផ្ទះខាងមុខពេលហូបបាយនោះឪពុករបស់គាត់ដូចជាកាន់ចានបាយមិនសូវត្រង់រៀងញ័របន្តិចតាដួងក៏សួរទៅឪពុកថាពុកកើតអីមែនទេឪពុកគាត់មិនមាត់ទេក៏និយាយថាហូបបាយទៅកូនពុកមិនកើតអីឡើយពេលនោះប្អូនគាត់ក៏បានប្រាប់ថាមិនមែនទេបងពុកពេលដែលគាត់ទៅកាប់ឈើយកមកធ្វើផ្ទះនោះគាត់ត្រូវបានខ្លាមួយក្បាលផ្ទះនិងខំស្មារបស់គាត់តាដួងគ្រាន់តែឮបែបនេះក្តៅឆេវរៀងញ័រសាច់បន្តិចពេលនោះឪពុកប្រាប់ថាអត់អីទេកូនពុកមិនប្រយ័ត្នខ្លួនឯងតាដួងក៏សួរអំពីផិនភាគខ្លានោះឪពុករបស់គាត់តបថាវាគឺជាខ្លាដែលមានកន្ទុយខ្លីរួមទាំងភ្នែកវាដូចជាខ្វាក់ម្ខាងទៀតពេលហ្នឹងពេលនោះតាដួងក៏សម្លឹងទៅភ្នំនិងនិយាយថាយីអានេះពីមុនអញថាមានបំណងទៅបង្ក្រាបអញហើយដំបូងអញគិតថាជាសត្វបានអញលើកទោសតែម្ដងនេះទុកឯងមិនបានឡើយព្រោះបើទុកវាអ្នកភូមិច្បាស់ជារស់នៅមិនបានសុខទេគាត់ក៏បានសួរដំណើរដើមតងអំពីរឿងហេតុដែលបានកើតឡើងលើឪពុកគាត់និងទីកន្លែងដែលវាខំឪពុកគាត់នោះឪពុកគាត់បាននិយាយថាកាលពី2 ខែមុនពុកនិងពូឯងគិតថានឹងទៅកាប់ឈើខ្លះដើម្បីសង់ផ្ទះថ្មីឲ្យឯងផងរួមនឹងយកទៅធ្វើឲ្យកូនពូឯងផងដោយសារតែគេទើបតែនឹងរៀបការហើយពេលហ្នឹងកូនកំឡោះគេក៏ទៅដែរទាំងអស់គឺមានគ្នា6នាក់ហើយជិះរទេះគោទៅ2ហើយពេលហ្នឹងពុកក៏បានដាក់កំភ្លើងទៅជាមួយ2ដើមដែររួមទាំងរបស់ពូឯងមួយដើមពេលដែលទៅដល់ជើងភ្នំហ្នឹងម៉ោងទើបតែ9ព្រឹកទេព្រោះពុកចេញទៅនៅម៉ោង4ព្រឹកហើយគាត់ក៏ចងគោឲ្យស៊ីស្មៅស៊ីអីជាធម្មតាហើយគម្រោងដែលពុកទៅនោះគឺទៅ3យប់ព្រោះត្រូវការឈើច្រើនគួរសមហើយក៏មិនសូវជាឡើងទៅខ្ពស់ពេកដែរនៅតែក្បែរជើងភ្នំហ្នឹងយកទៅណាអស់តែគាត់កាប់ឈើណាដែលល្មមយកមកធ្វើផ្ទះនោះទេដោយសារតែគាត់មានកំណត់មានក្បួនខ្នាតរបស់គាត់ត្រឹមត្រូវមិនមែនចេះតែកាប់នោះទេចាស់ពីដើមគឺបែបហ្នឹងគាត់ថាកាប់នៅទីនោះ2ថ្ងៃមិនទាន់មានរឿងអ្វីនោះទេគឺធម្មតាគាត់ថាសម្លឹងមើលទៅឈើគឺចិត្តគ្រប់ហើយពួកគាត់ក៏បន្តកាប់ទៀតគាត់ចែកជា2ក្រុម3នាក់កាប់ឈើ3នាក់ជាអ្នកលើកក៏ដូចជាទម្លាក់មកខាងក្រោមព្រោះគាត់គិតថាមិនឈូសវានៅទីនោះទេគឺគិតថានឹងយកមកឈូសនៅឯផ្ទះកំពុងតែកាប់ស្រាប់តែកូនកំឡោះដែលទៅជាមួយពួកគាត់នោះស្រែកថាខ្លាធំណាស់ឪពុកក្មេករបស់វារួមនឹងពុកក៏បានទាញកំភ្លើងចេញមកហើយក៏រត់ទៅចិត្តទើបឃើញថាវាកំពុងតែរៀបនឹងហក់ខាំកូនកំឡោះនោះពិតមែនគាត់បើសិនជាពេលនោះគាត់ហក់ទៅច្រើនមិនទាន់ទេច្បាស់ជាកូនកំឡោះនោះមិនរស់ឡើយតែពេលដែលគាត់ហក់ទៅរួចនោះខ្លានោះក៏បានខំចំស្មារបស់គាត់តែរបួសមិនសូវជាជ្រៅទេតែវាក៏ទះគាត់ត្រូវក្បែរស្នាមខាងនោះទៀតធ្វើឲ្យគាត់រៀងឈឺបន្តិចដែរគាត់ថាពេលនោះបរោះដែលទៅជាមួយនោះក៏បានបាញ់វាត្រូវប្រហែលជា2គ្រាប់ពេលនោះវាក៏រត់ទៅបាត់ហើយពួកគេក៏លើកពុកឲ្យមកសម្រាប់នៅលើរទេះសិនរួចពួកគេក៏លើកឈើទាំងនោះយកមកផ្ទះដោយខ្វះបន្តិចបន្តួចហើយសម្រាប់ផ្ទះខាងក្រោយនោះពុកជួលឲ្យគេសង់នោះទេព្រោះពុករបួសចំណែកឈើដែលនៅសល់ពុកក៏ឲ្យពូឯងយកទៅពង្គ្រប់ឈើផ្ទះកូនវាទៅតាដួងលើបែបនេះក៏ដកដង្ហើមធំហើយដូចជាមានគំនុំជាមួយនឹងខ្លាមួយក្បាលនោះតែតាឈឿនគាត់ក៏យកដៃទៅប៉ះមិត្តភក្តិហើយនិយាយថារឿងវាហួសទៅហើយបើដាក់ចិត្តបានក៏ដាក់ទៅកុំមានគំនុំធ្វើអីសារជាតិសត្វដេរិឆានវាតែប៉ុណ្្នឹងតាដួងក៏តបថាមិនកើតទេស្អែកព្រឹកយើងនឹងចេញទៅ
បើឯងមិនទៅទេយើងទៅម្នាក់ឯងមើលទៅតាដួងដូចជារៀងខឹងតាឈឿនដោយឃើញសភាពមិត្តបែបនេះគាត់ក៏បាននិយាយថាបើឯងទៅយើងក៏ទៅដែរចំណែកឪពុកម្ដាយរបស់គាត់ក៏ខាត់ដែរតែខាត់គាត់មិនបាននោះទេតាដួងគាត់ក៏បានដើរឡើងទៅលើផ្ទះឪពុករបស់គាត់រួចក៏បានយកកាំភ្លើងមួយដាំនោះយកមកទុកចិត្តខ្លួនរួចក៏យកគ្រាប់កាំភ្លើងទាំងអស់មកបញ្ចុះអាគមក៏ដូចជាចងនៅខ្សែសីមានៅលើកណ្ដុងកាំភ្លើងតាឈឿនគាត់មិនបាននៅមើលទេគាត់ក៏បានជួយប្រមូលចានបាយយកទៅទុកហើយគាត់ក៏បានដើរចេញទៅខាងក្រៅដើម្បីសម្លឹងមើលទៅបរិយាកាសនៅទីនោះគាត់ឃើញថាផ្កាយនេះល្អណាស់គាត់ក៏បានទាជោគជតារបស់តាដួងឃើញថាល្អមើលទៅវាដូចជាការរៀបចំឲ្យគាត់សាកនៅវិជាសិលសាស្ត្រនោះអញ្ចឹងគាត់ក៏នឹកឃើញថាតាមពិតទៅលោកគ្រូដូចជាលាក់បាំងរឿងខ្លាអ្នកតានេះតាមពិតទៅវាមិនមែនជាខ្លាអ្នកតាឡើយវាច្បាស់ជាព្រាយខ្លាមិនខានគាត់លាក់បែបនេះប្រហែលកំឡុងពេលរៀនគាត់មិនចង់ឲ្យទៅរវីរវល់គឺចាំឲ្យគាត់រៀនចេះសិនចាំទៅចាត់ការវាឲ្យមើលទៅលោកគ្រូដូចជាដឹងរឿងមុនចំណែកតាឈឿនដោយជាក្មេងដែលឆ្លាតគាត់ក៏យល់ហើយគាត់ក៏បានដើរមកក្នុងផ្ទះវិញនិងបបួលមិត្តភក្តិទៅដេកហើយផ្ទះដែលនៅខាងក្រោយមិនសូវជាធំប៉ុន្មានទេទោះវាតូចល្មមពិតមែនតែមានទ្វាររហូតទៅដល់2ទ្វារមុខហើយនិងទ្វារក្រោយខាងក្រោយមានឈើរាងទេទៅមុខបន្តិចតាមមើលទៅអាចជាកន្លែងលាងចានហើយសម្រាប់តាដួងនិងតាឈឿននេះគាត់មិនរៀបអាសនៈឡើយគ្រូគាត់គឺខុសគេរៀបក៏បានអត់ក៏បានដោយសារគ្រូគាត់ជាខ្មែរលើនិយាយទៅគាត់នៅមិនទាន់បានបង្រៀនរបៀបតាក់ដំរីមិនទាន់បង្រៀនមកដំរីឲ្យសិស្សនោះទេដោយសារតែនៅកន្លែងស្រំមិនដូចជាស្រុកភូមិកាលពីឡើយតែមុននឹងមកគាត់ក៏បានប្រាប់តាដួងនិងតាឈឿនដែរថាបើសិនជាចង់រៀនទៅរកសិស្សប្អូនគាត់ឲ្យជួយបង្រៀនទៅគឺគេនៅជើងភ្នំដងរែកឯណោះបើសម្រាប់តាដួងស្គាល់តែបើតាឈឿនគាត់មិនស្គាល់នោះឡើយគាត់ជជែកគ្នារួចពួកគាត់ក៏នាំគ្នាចូលសម្រានលុះរហូតដល់ម៉ោងប្រហែលជា12យប់តាឈឿនគាត់ក៏រៀងភ្ញាក់អាចនឹងគាត់ផ្លាយកន្លែងដេកគាត់ក៏បានបើកទ្វារក្រោយហើយក៏អង្គុយជក់បារីស្លឹករបស់គាត់ថាបរិយាកាសនៅពេលនោះគឺត្រជាក់ខុសពីធម្មតាបន្ទាប់មកក៏សាប់តែមានសំឡេងឆ្កែលូឡើងត្រហឹងពេញភូមិមួយសន្ទុះសាប់តែឮសំឡេងអ្វីធ្លាក់ពីលើដើមស្វាយក្រោយផ្ទះលួនសូទៅឌឹបព្រោះដីវារៀងសើមទៅឮបែបនេះដំបូងគាត់ស្មានតែជាសំឡេងស្វាយជ្រុះតែដល់សម្លឹងយូរទៅមិនមែនស្វាយទេវាគឺជាសត្វក្អែបធំណាស់ទំនងជារបស់គ្រូអាគមគាត់ដំបូងរៀងភ្ញាក់ផ្អើលដែរព្រោះគាត់មិនដែលទៅបំពេញឬក៏មានចំនួនជាមួយអ្នកណាឡើយតើរបស់នោះអ្នកណាជាអ្នកបញ្ជូនមកគាត់សម្លឹងមើលទៅតាដួងឃើញថាគាត់ដេកលក់បាត់ទៅហើយតែគាត់មិនទាន់បានខ្វល់ថាតើអ្នកណាជាអ្នកបញ្ជូនមកឬក៏លោលេងជាមួយគាត់នោះទេគាត់ធ្វើយ៉ាងណាតទល់ជាមួយវាសិនព្រោះខ្លាចគ្រោះថ្នាក់ដល់ខ្លួនឯងគាត់ក៏ដើរទៅយកថង់យាមរបស់គាត់ក៏លូកទៅប៉ះដូចជានាងពួនបន្តិចដូចជាក្រមួនអ្វីបន្តិចមើលទៅមួយដុំពណ៌សព្រោះរបស់គាត់រកបានច្រើនពេកគាត់មិនសូវចាំថាមានអ្វីខ្លះឡើយគាត់សូត្រដាស់វាបន្តិចគាត់ក៏បោះវាចុះទៅខាងក្រោមបង្ហាញជាក្មេងប្រុសម្នាក់មើលទៅគេដូចជាក្មេងព្រៃយ៉ាងម៉េចមិនដឹងព្រោះមើលទៅវាស្លៀកក្បិនពណ៌ក្រហមខ្លួនឡើងខ្មៅវារត់ទៅដល់វាក៏ចាប់សត្វក្អែបនោះខាំនៅនឹងមាត់ហើយក៏ក្រវែងពេញនឹងវាប្រៀបបានដូចជាមន់ចឹកចន្លេនអញ្ចឹងវាខាំរហូតតតែសត្វក្អែបនោះរលាយបាត់ហើយកំឡុងពេលនោះវាក៏រលាយដូចគ្នាហើយវាក៏មកធ្លាក់នៅមុខគាត់វិញគឺធ្លាក់មុខទាំងពីរតែម្ដងគាត់ថាពេលវាធ្លាក់មកដូចជាមិនមែនក្អែបទេវាដូចជាវល្លិអ្វីម្យ៉ាងរូបរាងដូចជាក្អែបអញ្ចឹងតែឈឿនគាត់ក៏យកអំបោះសរួចក៏រុំវាទុកនៅក្នុងថង់យាមរបស់គាត់សម្លឹងមើលទៅតាដួងដូចជាគាត់មិនទាន់ដេកលក់ទេគាត់ដូចជានៅសង្ងំចាំមើលមិត្តភ័ក្តិកំពុងតែធ្វើអីតែតាឈឿនគាត់មិនខ្វល់នោះឡើយគាត់ក៏នៅចាំមើលថាតើបន្តិចទៀតនឹងមានអ្វីមកព្រោះគាត់ដឹងថាមិនមែនមានតែប៉ុណ្្នឹងនោះទេគាត់គិតមិនទាន់បានប្រមាណផងសັບតែវាមកទៀតតែម្ដងនេះគឺជាព្រាយគាត់ថាព្រាយស្រីនោះធំណាស់កម្ពស់វាប៉ុណ្ដាមថ្នោតវា3កូនតូចរួចក៏ដើរមករកគាត់វាមកដល់វាយំផងអីផងតែបើតាមស្ដាប់សម្ដីវាទៅដូចជាមិនដូចទឹកមុខទេវានិយាយបែបឆ្លើយជាមួយគាត់ប៉ុន្តែទឹកមុខដូចជាចង់ឲ្យគាត់ជួយរឿងអ្វីមួយគាត់ថាមើលទៅព្រាយស្រីនេះមកដូចជាត្រូវបានគេបង្ខំតែឈឿនគាត់ឆ្លាតដែរគាត់មិនបានបង្ក្រាបនាងដោយអាគមទេគាត់ក៏ផ្សាយមេត្តាទៅដល់នាងព្រាយនោះគាត់ថាពេលនោះស្រាប់តែមានពន្លឺចេញពីខ្លួនរបស់នាងដូចជាត្រូវបានអ្វីម្យ៉ាងកាត់ឬស្រាយចំណងរបស់នាងអញ្ចឹងពេលនោះនាងក៏លុតជង្គង់ចុះរួចក៏ថ្វាយបង្គំតាឈឿនដែលជាក្មេងវ័យជំទង់ម្នាក់សោះបែរជាអាចរំដោះនាងឲ្យផុតពីកម្មពៀបានខ្ញុំនិយាយថាក្មេងជំទង់នេះព្រោះកាលនោះគាត់ទើបតែមានអាយុ19ឬ20ឆ្នាំតែប៉ុណ្ណោះនាងថ្វាយបង្គំហើយនាងក៏បានរលាយបាត់ទៅពេលនោះតាដួងគាត់ក៏ធ្វើជាងើបទៅផឹកទឹកនិងចុះទៅបត់ជើងតូចជាធម្មតាគាត់ធ្វើដូចជាមិនមានរឿងអ្វីកើតឡើងអញ្ចឹងពេលដែលគាត់ឡើងមកដល់លើផ្ទះវិញគាត់និយាយតិចដោយមិនបានមើលមុខតាឈឿនទេគាត់ថាវាមកទៀតហើយវើយចាំអញជួយតាឈឿនមិនបានតបសម្ដីទេគាត់ថាបាទបន្តិចវាមកមែនរបស់នោះគឺជាសត្វតុកែគាត់ថាសំឡេងនៅលើផ្ទះនោះលើតុកែយំឡើងហឹងគាត់សម្លឹងមើលទៅលើគាត់ថាស្មាតុកែចង់100ក្បាលទៅហើយនៅឡើងរញ៉ៃពេញនឹង
តាដួងថាទុកឲ្យអញម្ដងគាត់ក៏បានដកយកក្រមួនរបស់គាត់ចេញមកតែមិនដឹងថាក្រមួនអ្វីទេគាត់សូត្រភ្លុំហើយគាត់ក៏យកវាទៅផ្កាប់នៅលើក្តារផ្ទះរពេចនោះសត្វតុកែក៏បានរលាយដូចជាត្រូវភ្លើងឆេះអញ្ចឹងគាត់ថាឡើងឆ្ងៀមពេញផ្ទះបន្ទាប់មកគាត់ក៏និយាយទៅតាឈឿនថាតាមើលគេលែងមកទៀតហើយនេះប្រហែលជាគេចង់សាកយើងទៀតដឹងព្រោះគេឮថាអញឡើងទៅរៀនអាគមហើយគ្រូអាគមនៅក្នុងភូមិនេះគឺមាន2នាក់អញស្គាល់ទាំងអស់តែមិនដឹងមួយណានោះទេជាអ្នកធ្វើតែយើងគុំទៅធ្វើអីគេមុនបើគេលេងយើងទប់ទល់ទៅតែបើគេមិនយោគយល់យើងចាំកាត់តាមនឹងទៀតនិយាយគ្នារួចពួកគាត់ក៏ចូលទៅដេករៀងៗខ្លួនទៅលុះរហូតដល់ព្រឹកឡើងពេលដែលពួកគាត់កំពុងតែអង្គុយលេងជាមួយឪពុកតាដួងនោះស្រាប់តែមានបរិសុទ្ធ2នាក់បានដើរមកហើយគេក៏ធ្វើជាមកសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់ទាំងដែលពីមុនគេមិនដែរអញ្ចឹងទេឪពុកគាត់ក៏សួរថាទៅណាមកណាដែរលោកបងគេទាំងពីរនាក់ក៏តបថាគេទៅតែមកពីលេងផ្ទះកូនក្មួយនេះចិត្តនេះហើយគេក៏និយាយទៅតាដួងថាអាក្អូនបាត់យូរវាយទៅណាមិនដេចពូមិនសូវបានឃើញមុខអញ្ចឹងតាដួងក៏តបថាខ្ញុំទៅតែមកពីលេងអ៊ំនៅលើភ្នំហើយគាត់ក៏ធ្វើសួរថានិយាយអញ្ចឹងពូយប់មិញដូចជាមានលឺសំឡេងផ្គរលាន់ដែរទេខ្ញុំដេកភ័យមួយយប់ហើយឪពុករបស់គាត់ក៏និយាយកាត់ថាយប់មិញដូចជាគ្មានភ្លៀងផងមេឃក្តៅសឹងអីមិនដេចកូនឯងនិយាយបែបនេះតាឈឿនក៏ញញឹមហើយនឹងសើចតិចតិចតែបើសម្លឹងមើលទៅមុខបរោះចំណាស់2នាក់នោះវិញមុខឡើងក្រហមអស់ហើយទំនងដូចជាខឹងហើយពួកគេក៏បានដើរចេញទៅបាត់ដោយមិនបានលាឪពុករបស់គាត់ក៏ឆ្ងល់ដែរមិនដេចបានជាគេធ្វើអាកប្បកិរិយាចម្លែកបែបនេះតាដួងគាត់មិនបានទៅចាប់អារម្មណ៍អ្វីទេគាត់ក៏បានបបួលតាឈឿនទៅរៀបចំអីវ៉ាន់ឡើងភ្នំជាមួយគាត់ហើយគាត់ក៏ខ្ចីកំភ្លើងឪពុកគាត់មួយដើមយកទៅដែរគាត់ប្រាប់ថាគាត់ឡើងទៅបាញ់ឆ្លុះមួយពីរថែមទាំងយកខ្សែប្រាំងកង់ទៅថែមទៀតផងឪពុករបស់គាត់ដឹងថាតាដួងគាត់មិនសូវជាចង់ទៅបាញ់ឆ្លុះប៉ុន្មានទេមើលទៅគាត់ដូចជាចង់ចាត់ការអាកន្ទុយខ្លីនោះដំបូងឪពុកម្ដាយគាត់ក៏ខាត់ដែរតែដោយតាដួងលើកហេតុផលថាបើមិនប្រមាញ់វាទេអ្នកភូមិដែលទៅរករបស់ព្រៃច្បាស់ជាពិបាកនៅក្នុងការរកស៊ីចិញ្ចឹមជីវិតណានៅក្នុងពេលនោះគាត់ថែមទាំងយកទារបស់ឪពុកគាត់ទៅពីក្បាលទៀតផងមិនដឹងថាគាត់យកទៅហូបឬយកទៅធ្វើអ្វីទេលុះរហូតរំលងមួយថ្ងៃទៀតពេលព្រឹកទើបពួកគាត់ធ្វើដំណើរចេញទៅហើយដំណើរដែលចេញពីផ្ទះរបស់គាត់គឺម៉ោងប្រហែលជា4ព្រឹកដោយបរទេះគោទៅមួយនៅពេលដែលទៅដល់មាត់ផ្លូវត្រូវឡើងភ្នំគាត់ក៏បានយកគោនិងរទេះរបស់គាត់ទៅផ្ញើនឹងគ្រួសារមួយដែលរស់នៅនឹងជើងភ្នំនឹងហើយគ្រួសារនោះទៀតសោតមានតែ2នាក់ប្តីប្រពន្ធមិនមានកូនចៅណានៅជាមួយឡើយគាត់គ្រាន់តែយកគោរបស់គាត់ទៅចងក្បែរផ្ទះនោះនិងប្រាំគេថាឲ្យជួយមើលផងគាត់និយាយប្រាប់គ្រួសារនោះតាមត្រង់ថាពួកគាត់ឡើងភ្នំនេះគឺទៅធ្វើអ្វីគ្រួសារនោះសប្បាយចិត្តណាស់ពេលឮបែបនេះព្រោះដោយសារតែកូនប្រុសជាទីស្រឡាញ់របស់គាត់ត្រូវបានឯខ្លាមួយក្បាលនឹងឯងជាអ្នកសម្លាប់ដូចនេះហើយបានជាគាត់រស់នៅតែ2នាក់ប្តីប្រពន្ធរហូតដល់សប្តាហ៍ថ្ងៃពួកគាត់គឺគ្មានជំរឿសនោះទេដោយសារតែគាត់មិនមានដីផ្សេងដែលត្រូវនៅគាត់ឮបែបនេះហើយគាត់ក៏កាន់តែខឹងនិងនិយាយថាវាមិនដែលខ្លាអ្នកតាណាការសាហាវដល់ថ្នាក់នេះទេអានឹងច្បាស់ជាព្រាយខ្លាហើយគាត់ផ្ដាំផ្ញើរួចរាល់គាត់ទាំងពីរក៏ឡើងទៅដោយមានកូនឆ្នាំងថ្មស្អុយនិងទា2ក្បាលរួមទាំងកាំភ្លើងមួយដើមចំណែកខ្សែហ្វ្រាំងគាត់រុំជាកងស្ពាយនៅនឹងខ្លួនរួមជាមួយថង់យាមរបស់គាត់ម្នាក់មួយកាំភ្លើងមួយដើមនោះគឺតាដួងជាអ្នកកាន់ចំណែកតាឈឿនគាត់ស្ពាយតែទា2ក្បាលនៅខាងក្រោយខ្នងរួមទាំងកាំបិតស្នៀតនៅនឹងដៃពួកគាត់ធ្វើដំណើរចេញពីផ្ទះនោះរហូតដល់ក្បែរស្ទឹងមួយរួចពួកគាត់ក៏ឈប់សម្រាកនៅទីនោះដើម្បីដាំបាយដាំអីហូបរួចគាត់ក៏យកទាមួយក្បាលមកចំអិនចំណែកទាមួយក្បាលទៀតគាត់យកទៅចងជើងក្បែរនឹងអន្ទាក់ខ្សែហ្វ្រាំងកង់របស់គាត់ពេលហូបបាយហូបអីហើយពួកគាត់ក៏នាំគ្នាធ្វើធ្នាក់នៅលើដើមឈើមួយនៅក្បែរនឹងស្ទឹងនោះទម្រាំតែធ្វើហើយម៉ោងគឺចូល5ល្ងាចបាត់ពួកគាត់ក៏នាំគ្នាបដូរខោអាវដែលប្រឡាក់ញើសនោះទៅដាក់នៅក្បែរសត្វទាហើយស្លៀកខោអាវថ្មីព្រោះរបៀបជាព្រានព្រៃនេះលោកគ្រូរបស់គាត់ក៏បានបង្រៀនដល់ពួកគាត់ដែរនិយាយទៅឲ្យតែអ្នកធ្លាប់រៀនរបៀបព្រានព្រៃគឺគេតែងតែបង្រៀនប្រភេទបែបនេះគាត់ថាព្រៃសភាពពេលខ្លះមិនដូចជាព្រៃដែលពួកគាត់ធ្លាប់នៅពីមុនទេអាចនឹងមកពីតំបន់ខុសគ្នាផងក៏មិនដឹងក្រែងលោពីមុនគាត់នៅក្បែរអាស្រមលោកគ្រូផងបើមានរឿងអីមិនស្រួលបានលោកគ្រូជួយគាត់ថាមេឃកាន់តែងងឹតកាន់តែត្រជាក់ព្រឺឆ្អឹងខ្នងគាត់ថាសំឡេងទីរបស់គាត់ស្រាប់តែស្រែកឮជាងមុនមិនដឹងថាមានរឿងអ្វីកើតឡើងនៅបន្តិចទៀតនោះទេមួយសន្ទុះគាត់ថាស្រាប់តែឮសំឡេងហឹកហាក់មកពីចម្ងាយគាត់មិនដែលឮពីមុនមកនោះទេរហូតដល់គាត់សម្លឹងមើលយូរទៅទើបដឹងថាវាជាហ្វូងរបស់ជ្រូកព្រៃពួកវាបានដើរមកផឹកទឹកស្ទឹងនោះនិងនាំគ្នាលេងទឹកស្ទឹងនោះជាធម្មតាដំបូងតាដួងរៀបនឹងលើកំភ្លើងបាញ់តែក៏ត្រូវបានតាឈឿនយកដៃទៅកាន់ចុងកំភ្លើងឲ្យទម្លាក់ចុះគាត់ថាកុំទាន់អីចាំបាញ់ឆ្លុះវិញតាដួងក៏ដាក់កំភ្លើងចុះនិងនាំគ្នាមើលសត្វទាំងអស់នោះលេងទឹកគាត់មើលទៅសត្វទាំងនោះដូចជាមិនបានខ្វល់ពីទារបស់គាត់ឡើយឬមួយពួកវាគិតថានេះជាទាដែលនៅក្នុងព្រៃគាត់ថាពេលដែលពួកជ្រូកនោះទៅវិញបាត់
ก็ซับแต่เมียนปูเวกមួយគូបានវាចុះពីលើថ្មចុះមកផឹកទឹកនោះដែរមើលទៅវាដូចជាវ័យរនាមព្រោះពោះវាមិនខ្មៅឡើយវាផឹកទឹកហើយវាក៏នាំគ្នាបណ្ដែតខ្លួនតាមទឹកនោះទៅរហូតដល់កន្លែងកលាក់ថ្មមួយពោះវាក៏ចូលទៅបាត់នេះគ្រាន់តែជាប្រភេទសត្វព្រៃទេពួកគាត់មិនសូវជាញញើតប៉ុន្មានឡើយលុះរហូតដល់ម៉ោងចូលរៀងយប់ជ្រៅបន្តិចពួកគាត់ថាស្រាប់តែមានមនុស្សមួយក្រុមមានគ្នាប្រហែលជា5នាក់មើលទៅពួកគេខ្មៅហើយស្លៀកស្លឹកឈើតាដួងឃើញបែបនេះគាត់រៀងភ្ញាក់ដោយសារតែគាត់មិនដែលឃើញរឿងបែបនេះពីមុនមកនោះទេតែយ៉ាងណាពួកគាត់ក៏មិនទៅស្រែកសួរគេដែរពួកគាត់សង្ងំនៅលើថ្នាក់នោះជាធម្មតាគាត់ថាមួយសន្ទុះមនុស្សមួយក្រុមហ្នឹងក៏បានដើរទៅផឹកទឹកពេលដែលពួកគេក្បងផឹកហើយពួកគេក៏ចុះទៅលេងជាធម្មតាតាដួងថាគាត់ព្រឺអស់ហើយដោយសារនេះជាលើកដំបូងរបស់គាត់ចំណែកតាឈឿនក៏ដូចគ្នាតែពួកគាត់នឹកដល់សម្ដីគ្រូអំពីការប្រើអំណាចផ្លូវចិត្តទើបពួកគាត់រៀងស្រឡះទ្រូងបន្តិចតែកំភ្លើងគឺចាំតែបាញ់ទេបើសិនជាពួកគេឡើងមកឬក៏មានរឿងហេតុមិនល្អគឺពួកគាត់នឹងបាញ់យកតែម្ដងគាត់ថាបានមួយសន្ទុះមើលទៅពួកគេដូចជាសម្លឹងឃើញសត្វទារបស់ពួកគេក៏បានដើរលបបំរុងនឹងចាប់ទាតែពេលនោះសត្វតែពួកគេបានដើរថយក្រោយវិញនឹងសម្លឹងមើលទៅទិសខាងត្បូងមើលទៅពួកគេដូចជាខ្លាចជាមួយនឹងសភាវៈនោះណាស់រួចពួកគេក៏រត់ទៅបាត់ពួកគាត់បាននិយាយថាមួយសន្ទុះព្រៃស្រាប់តែស្ងាត់ខុសពីធម្មតាសម្បីតែសត្វល្អិតក៏វាមិនហ៊ានយំដែរអាកាសធាតុត្រជាក់ឡើងព្រឺអស់ហើយគាត់ថាមួយសន្ទុះស្រាប់តែមានមនុស្សម្នាក់ដើរមកដោយកាន់ចន្លោះពួកគាត់ដំបូងស្មានតែជាអ្នកភូមិគឺបំរុងនឹងហៅគេឲ្យឡើងមកដែរព្រោះខ្លាចគេមានគ្រោះថ្នាក់តែតាឈឿនបានកេះតាដួងរបៀបថាផ្ដល់សញ្ញាឲ្យគ្នាទៅវិញទៅមកបរិះម្នាក់នោះមើលទៅគេស្លៀកពាក់ដូចជាគ្រូអាគមបន្តិចដូចជាមនុស្សធម្មតាបន្តិចដោយសារតែគេពៀនាក្រមានឹងខ្លួនគេបានដើរមកសម្ដៅទៅរកសត្វទាតែម្ដងពេលដែលគេដើរទៅនោះគាត់ថាស្រាប់តែវាបានជាប់អន្ទាក់របស់គាត់ខ្លួនប្រាណដែលពួកគាត់ឃើញថាជាមនុស្សនោះស្រាប់តែគេខ្លាចទៅជាសត្វខ្លាមួយក្បាលយ៉ាងធំហើយវាក៏ប្រឹងរើបំរាស់រហូតទាល់តែដាច់ខ្សែនោះហើយវាក៏រត់ចូលទៅក្នុងកំពូលព្រៃមួយបាត់តាឈឿនគាត់បានប្រាប់តាដួងថាឲ្យប្រយ័ត្នខ្លួនមើលទៅវាដូចជាបានដឹងហើយថាមានគេកំពុងតែតាមប្រមាញ់វាគឺឲ្យតាដួងបញ្ចុះក្របអាគមឲ្យហើយទៅព្រោះដោយសារតែពេលដែលនៅផ្ទះគាត់បញ្ចុះបានតែពាក់កណ្ដាលទេតាដួងពេលនោះគាត់ក៏បានសូត្រភ្លុំហើយក៏កាន់កំភ្លើងយ៉ាងណែននិងបានសម្លឹងមើលទៅខាងក្រោមដោយមិនដាក់ភ្នែកព្រោះខ្លាចវាលួចវាប្រហារពួកគាត់ថាចាំរហូតដល់មួយសន្ទុះធំមិនបានឃើញវាត្រឡប់មកវិញនោះទេហើយសម្លឹងមើលទៅសត្វទាដូចជាមិនទាន់ងាប់នោះឡើយគាត់ថាបន្ទាប់មកស្រាប់តែមានក្មេងប្រុសម្នាក់បានដើរមកកន្លែងនេះមើលទៅគេដូចជាក្មេងកំពុងតែវង្វេងអញ្ចឹងបើតាមមើលទៅអាយុរបស់គេទើបតែ15-16ឆ្នាំទេគេដើរមកនិងស្រែកថាពុកម៉ែជួយកូនផងពុកម៉ែកូនវង្វេងរកផ្លូវទៅផ្ទះមិនឃើញទេជួយកូនផងតាឈឿនគាត់ញញឹមហើយគិតក្នុងចិត្តថានេះប្រហែលជាក្មេងម្នាក់ដែលត្រូវបានខ្លាស៊ីគឺគេជាកូនប្រុសរបស់គ្រួសារមួយដែលពួកគាត់បានផ្ញើរទេះគោនឹងឯងហើយនេះមិនមែនជារូបរាងដែលគេនៅរស់នោះទេព្រោះតាមដែលម្ដាយពួកគេប្រាប់គឺគេបានស្លាប់បាត់ទៅហើយគាត់ដឹងច្បាស់ណាស់ដោយសារលោកគ្រូបានប្រាប់គាត់ថាព្រាយខ្លាឬខ្លាសិលនេះវាអាចក្រឡាខ្លួនធ្វើជាមនុស្សដែលវាធ្លាប់សម្លាប់បានបើសិនជាមនុស្សធម្មតាវិញអាចនឹងគិតមិនដល់រឿងនេះទេគាត់ថាពេលនោះវាក៏បានងើយសម្លឹងមកខាងលើថ្នាក់របស់ពួកគាត់ហើយគេក៏និយាយមកថាបងឲ្យខ្ញុំឡើងដើរមកខ្ញុំខ្លាចខ្លាំងណាស់បងខ្ញុំរកម៉ែពុកខ្ញុំមិនឃើញទេខ្ញុំរងានណាស់ហើយខ្ញុំខានហូបបាយជាច្រើនថ្ងៃមកហើយពេលនោះពួកគាត់មិនបានតបអ្វីទៅកាន់គេនោះទេហើយតាដួងក៏ស្រែកទៅថាអញមិនឲ្យឡើងទេហើយមកពីណាទៅកន្លែងនឹងវិញទៅប្រយ័ត្នអញបាញ់បែកក្បាលលើហើយពេលនោះវានៅតែដើរមកចិត្តដើមឈើនោះទៀតហើយវាក៏បានតោងឡើងមកតែម្ដងគាត់ថាម្រាមដៃជាមនុស្សទេតែពេលវាខ្ញាំដើមឈើធ្វើឲ្យដាច់ស្រាយឈើដូចក្នុងរឿងអញ្ចឹងតាដួងដែលមើលទៅមិនស្រួលគាត់ក៏ដាក់មួយគ្រាប់ផាំងពេលនោះវាក៏ធ្លាក់ទៅលើដីលន់សូដូចមានដំរីធ្លាក់ពីលើមេឃតាឈឿនក៏បាននិយាយថាមិនអីទេអានេះទុកឲ្យអញក៏បានដែរពេលនោះគាត់ក៏បានទាញរូបសូនក្របីរបស់គាត់ចេញមកនិងបានសូត្របាលីគិថារួចគាត់ក៏ទម្លាក់វាចុះទៅខាងក្រោមដំបូងមិនទាន់កើតចេញជាអ្វីទេពួកគាត់មើលមកគ្នាគាត់គិតថាគាត់ដាស់មិនត្រូវទេដឹងពេលដែលខ្លាមួយក្បាលនោះងើបមកក្របីមួយក្បាលនោះវាក៏បានចេញមកដូចគ្នាវាក៏បានបញ្ចេញសម្លេងមើលទៅជាក្របីដែលមានឫទ្ធិអំណាចណាស់ណាមួយអាចថាពួកគាត់នៅក្មេងរបស់ដែលគាត់ប្រើភាគច្រើនគឺពេញកម្លាំងសត្វខ្លាកន្ទុយខ្លីមួយក្បាលនោះបានដើរក្រវ៉ាល់2ទៅ3ជុំរួចវាក៏ហក់ទៅផ្ទះក្របីតែមានអីពេលនោះក្របីរបស់តាឈឿនក៏បានវាត់វាចំពោះធ្វើឲ្យវាខ្ទាតទៅម្ខាងដំបូងតាដួងចង់ជួយដែរតែតាឈឿនគាត់ថាមិនបាច់ទេអញក៏ចង់តេស្តទឹកដៃខ្លួនឯងដែរព្រោះយប់មុនគាត់ប្រើមិនទាន់ក្តៅសាច់ផងពេលនោះក្របីរបស់តាឈឿនក៏បានរត់ទៅបុកវាឡើងចង់ធ្លាក់ស្ទឹងតែមានអីពេលនោះស្រាប់តែវិញ្ញាណដែលសន្ធិដ្ឋក្នុងខ្លានោះវាក៏បានចេញមកអង្គុយនៅលើខ្លានោះតែម្ដង
តាឈឿនភ្ញាក់ដោយសារតែគាត់មិនដែលធ្លាប់ឃើញបែបនេះនោះទេតែបើសួរថាគាត់ខ្លាចអត់គាត់មិនខ្លាចទាល់តែសោះតាឈឿនគាត់ក៏ពន្លត់ក្របីអាគមរបស់គាត់រួចគាត់ក៏ទាញកំភ្លើងពីដៃរបស់តាដួងនិងបាញ់ទៅលើវាតែម្ដងតែវាកិច្ចលឿនណាស់សឹងតែមិនទាន់នោះទេពួកគាត់មិនធ្លាប់ធ្វើទៅហ៊ានមែនតែគាត់ក៏ចេះរបៀបបោបាញ់ដែរពេលនោះអាមួយដែលអង្គុយលើខ្លានោះបាននិយាយមកថាអាពីរនេះឯងគុំសង្ឃឹមថាបានចេញពីភ្នំនេះឲ្យសោះយើងនឹងសម្លាប់ពួកឯងឲ្យបានតាឈឿនគាត់ជាមនុស្សមិនសូវជាចេះមាត់កទេតាំងតែពីស្គាល់តាដួងតែតាដួងទើបតែលឺលើកទី1ហើយដែលតាឈឿនគាត់និយាយបែបនេះគាត់និយាយថាបើឯងខ្លាំងមែនឯងមកសាក់ជាមួយអញទៅពេលនោះគាត់ក៏បានទាញកាំបិតស្នៀតរបស់គាត់ចេញមកនិងសូត្រភ្លុំទៅលើកាំបិតនោះរហូតធ្វើឲ្យកាំបិតនោះហើបចេញពីដៃរបស់គាត់មានន័យថាវាកំពុងតែអណ្ដែតរំពេចនោះកាំបិតក៏បានហោះទៅចាក់ថ្ងាសព្រាយខ្លានោះមួយរំពេចគឺវាចង់កិច្ចដែរតែកិច្ចមិនទាន់គាត់ថាគ្រាន់តែខ្លានោះក្រហមគឺថាផ្គរលាន់ពេញមេឃពួកគាត់ថាធ្លាប់ឮតែចាស់និយាយពេលនេះគាត់ជួបខ្លួនឯងហើយបើសិនជាព្រានព្រៃធម្មតាច្បាស់ជាមិនអាចត្រឡប់ទៅផ្ទះបានទេពេលដែលខ្លានោះដេកងាប់បាត់ពួកគាត់មិនទាន់ចុះមកនោះទេគាត់ចាំរហូតដល់បេកភ្លឺទើបគាត់ចុះមកខាងក្រោមដើម្បីទៅពិនិត្យមើលវាគាត់ថាពេលដែលអាមួយក្បាលនោះងាប់បាត់ទៅដូចជាមិនបានឃើញមានរឿងអ្វីចម្លែកទៀតទេលុះរហូតដល់ម៉ោង5គាត់ក៏ភ្ញាក់មកពួកគាត់ក៏បានឃើញសត្វឆ្លុះ3ក្បាលបានបណ្ដាលគ្នាមកផឹកទឹកស្ទឹងនោះគាត់ក៏បានបាញ់បានមួយក្បាលមើលទៅពួកវាដូចជាមិនចាប់អារម្មណ៍លើសាកសពសត្វខ្លានោះទេពួកគាត់ចាំរហូតដល់ម៉ោង6ព្រឹកទើបនាំគ្នាចុះមកខាងក្រោមគាត់សម្លឹងរកមើលទីរបស់គាត់ដែរតែរកមិនឃើញមិនដឹងថាសត្វអ្វីបានខំពំទៅនោះទេអាចជាសត្វក្រពើឬក៏ជាឆ្កែចចកផងក៏មិនដឹងគាត់ថាចុះមកដល់ឃើញថារួយរោមសត្វខ្លានោះឡើងអ៊ូតែឈឿនគាត់ក៏ទៅពិនិត្យមើលខ្លានោះចំណែកតាដួងគាត់ក៏ទៅប្រលះសត្វឆ្លុះមួយក្បាលដែលពួកគាត់បាញ់បានតែឈឿនគាត់ថាខ្លាមួយក្បាលនេះមើលទៅចាស់ណាស់ទៅហើយតែដោយសារវិញ្ញាណមនុស្សដែលវាធ្លាប់សម្លាប់ទើបធ្វើឲ្យរឹតវាខ្លាំងគាត់ថាខ្លាមួយក្បាលនេះពុកមាត់វាល្អណាស់គាត់ក៏បានកាត់វាយកមកទុករួចគាត់ក៏បានយកដៃទៅឆ្កឹះធ្មេញវាទើបដឹងថាចង្កូមវាបានបាក់មកខាងបាត់ទៅហើយគាត់ក៏សម្លឹងមើលទៅម្ដុំនឹងទើបឃើញថាវានៅជាប់ដើមឈើដែលគាត់នៅពេលដែលគាត់ឃើញហើយគាត់ក៏យកវាមកទុកពេលរួចរាល់ពួកគាត់ក៏បានជីកកប់ខ្លានោះនិងបានផ្សាយមេត្តាដល់វាតាមពិតទៅពួកគាត់មិនចង់ធ្វើបែបនេះទេដោយសារតែគាត់គិតដល់អាយុជីវិតប្រជាជនដែលរស់នៅទីនោះរួចរាល់ពួកគាត់ក៏ចោះទៅផ្ទះដែលគាត់បានផ្ញើរទេះគោតែឈឿនគាត់ក៏បានប្រាប់ម្ដាយឪពុករបស់ក្មេងប្រុសនោះថាចាំធ្វើបុណ្យឲ្យកូនផងព្រោះគាត់បានឃើញគេមិនទាន់ទៅណាឆ្ងាយពីភ្នំនេះឡើយហើយមុននឹងពួកគាត់ចេញត្រឡប់ទៅផ្ទះនោះម្ចាស់ផ្ទះដែលជាប្តីប្រពន្ធក៏បានឲ្យរបស់អ្វីម្យ៉ាងមកកាន់ពួកគាត់ម្នាក់មួយនោះគឺជាឫស្សីកងជុំគាត់ថារបស់នេះបន្សល់ទុកតាំងតែពីចំនួនដូនតាគាត់មកម្ល៉េះគាត់ថាបើសិនជាពេលនោះកូនគាត់ដាក់ជាប់ខ្លួនក៏មិនមានបញ្ហាដល់ថ្នាក់នេះដែរពេលលាគ្នារួចរាល់ពួកគាត់ក៏បានមកផ្ទះវិញដោយបានសัตว์ឆ្លុះមួយក្បាលដើម្បីផ្ញើឪពុកតាឈឿននៅលេងតាដួងដល់ថ្ងៃកំណត់គាត់ក៏លាអ្នកទាំងអស់គ្នាដើម្បីទៅផ្ទះរបស់គាត់ព្រោះគាត់ក៏នឹកអ្នកផ្ទះរបស់គាត់ដែរតែមុននឹងចេញទៅតាដួងក៏បានប្រាប់ថា3ខែឬក៏4ខែទៀតចាំយើងទៅលេងឯងវិញឬក៏អាចនឹង1ឆ្នាំឬក៏2ឆ្នាំអីអញ្ចឹងទៅនិយាយគ្នារួចគាត់ក៏ឡើងរទេះគោអ្នកលក់ក្អមទៅជាមួយគេដោយសារខាងគេលក់ក្អមនោះគេក៏បររទេះគោកាត់ផ្ទះរបស់គាត់ដែរហើយរឿងរបស់យើងក៏ចប់ត្រឹមនេះសូមអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គងនៅក្នុងអត្ថបទសូមអរគុណនិងសូមជម្រាបលា